ជំរាបសួរបងពុំមាននិយាយតាថ្ងៃហ្នឹងក៏អូនត្រូវថតឈុតឈាមគឺដាក់0គឺឆ្អិតមែនតើហើយដាក់ជាមួយនឹងក្មួយអីអូនដឹងដែរប៉ុន្តែក៏អូនមកផាជាមួយនឹងឈុតសាប៊ូកាក់សក់ recipe បបឈុតតូចអញ្ចឹងមកទស្សនាជាមួយនឹងអ្នកគ្នាឥឡូវក៏អូនចាប់ដើមទឹកកាក់សក់ឲ្យបងឥឡូវក៏អូនមកដល់បន្ទប់ទឹកហើយអូនដកសាប៊ូចេញដើម្បីត្រៀមកាក់សក់តែមុននឹងកាក់សក់ក៏អូនមកលាងសម្អាតសក់ជាមុនសិនឥឡូវអូនចាប់ដើមកាក់សក់ជាមួយនឹងឈុតសាប៊ូ recipe បាកៃបងនិយាយពីថាគុណភាពល្អពពុះច្រើនងាយស្រួលសម្អាតស្បែកក្បាលបានល្អបន្ទាប់ពីជំរះហើយក៏អូនចាប់ផ្ដើមមកបន្ទន់សក់ម្ដងនិយាយពីក្រែមបន្ទន់វិញមិនថាសក់ស្អិតឬសក់បែកចុងឬសក់ដែលឧស្សាហ៍គៀបញឹកញាប់ប្រើហើយសក់ប្រែមុខជាទន់រលើបរលោងឡើងវិញបន្ទាប់ពីសម្អាតគ្រីមបន្ទន់សក់រួចរាល់ហើយក៏អូនមកប្រើជាមួយនឹងសាប៊ូដោះខ្លួន recipe បោកម្ដងបន្ទាប់ពីសម្អាតខ្លួនរួចក៏អូនមកប្រើជាមួយនឹង foam លាងមុខ recipe បោកម្ដងនិយាយទៅណាមុនណាមែនតែមកឈុតតូចនេះគឺងាយស្រួលមែនតើបងឥឡូវអូនក៏សក់រួចហើយបងមើលសក់អូនមើលស្អាតអត់បងបើបងម៉ាក់ចង់ជ្រើសរើសសាប៊ូកាក់សក់ដែលមានគុណភាពល្អកុំភ្លេចជ្រើសរើសឈុតសាប៊ូកាក់សក់ recipe បោកឲ្យកូនប្រើណាហើយបងម៉ាក់ចង់កំងមាននៅក្នុង page Alibi Cambodia អូនសូមជម្រាបលា